ស្ដីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់ការវិភាគអក្សរសិល្ប៍បន្ទាប់ពីយើងបានឈឺចាប់ជាមួយនឹងវាសនារបស់វិធីវីនិងប៊ុនធឿនរួចមកថ្ងៃនេះយើងនឹងត្រូវក្រឡេកមកមើលអ្នកដឹកនាំវាសនាដែលនៅពីក្រោយសោកនាដកម្មនេះគឺតួអង្គយីនួនតើស្ត្រីមេម៉ាយម្នាក់នេះជាម្ដាយដែលគ្មានបេះដូងឬក៏គាត់គ្រាន់តែជាជនរងគ្រោះនៃផ្នត់គំនិតចាស់កំរិលតោះចូលរួមវិភាគជាមួយខ្ញុំឲ្យបានលម្អិតយីនួនគឺជាតំណាងឲ្យក្រុមចាស់ទុំដែលជឿជាក់យ៉ាងមុតមមដែលមានជំនឿថាទ្រព្យសម្បត្តិគឺជាគ្រឹះតែមួយគត់នៃសេចក្តីសុខយីនួនជាមេគ្រួសារដែលឲ្យតម្លៃលើសម្ភារៈនិយមកាលពីដើមគាត់ពេញចិត្តនឹងផ្សំផ្គុំវិធីវីឲ្យទៅប៊ុនធឿនណាស់ព្រោះឪពុកប៊ុនធឿនជាអ្នកមានទ្រព្យសម្បត្តិប៉ុន្តែបន្ទាប់ពីឮគ្រួសារប៊ុនធឿនធ្លាក់ខ្លួនក្រគាត់ក៏ប្រែចិត្តស្លាប់មួយរំពេចដោយមិនខ្វល់ពីសេចក្តីសន្យាឬមនោចេតនារបស់កូនឡើយគាត់បានជ្រើសរើសណៃសតដែលជាកូនថៅកែអ្នកមានមកធ្វើជាកូនប្រសារជំនួសវិញដោយរំពឹងថាកូនស្រីគាត់នឹងរស់នៅលើគំនរមាសប្រាក់គាត់ជឿថាបើមានសម្បត្តិហើយសេចក្តីទុក្ខសោកមិនអាចមកបៀតបៀនបានឡើយចំណុចខ្សោយដ៏ធំរបស់យីនួនគឺកាលដែលគាត់យល់ចិត្តកូនតែមិនយល់ដល់ក្រៅបេះដូងកូននៅពេលខេងវិធីវីធ្លាក់ខ្លួនឈឺដោយសារវិបត្តិស្នេហាយីនួនបែរជាទៅរកគ្រូម៉និមន្តលោកមកស្រោចទឹកនិងបញ្ជាន់អារៈទៅវិញគាត់បិទភ្នែកមិនព្រមទទួលស្គាល់ថាជំងឺរបស់កូនស្រីគឺជាជំងឺផ្លូវចិត្តដែលកើតចេញពីការបង្ខំចិត្តរបស់កូនគាត់ផ្ទាល់គាត់មិនដែលបើកឱកាសឲ្យវិធីវីបានបញ្ចេញមតិយោបល់ឬពិភាក្សាអំពីសេចក្តីសុខពិតប្រាកដរបស់នាងឡើយគាត់ប្រើអំណាចជាម្ដាយដើម្បីសម្រេចចិត្តលើគ្រប់យ៉ាងយោងតាមបទពិសោធន៍ភាគរបស់យើងវាសនានៃគ្រួសារនេះអាចនឹងល្អប្រសើរប្រសិនបើយីនួនផ្លាស់ប្ដូរចំណុចទាំងនេះ 1. ប្រសិនបើគាត់មានទម្លាប់ពិភាក្សានិងដោះស្រាយបញ្ហាជាមួយវិធីវីតាំងពីតូចម្លេះវិញវិធីវីមិនស្រពោនក្រៀមស្វិតបាក់ទឹកចិត្តរហូតធ្លាក់ខ្លួនឈឺបែបនេះទេ 2. គាត់គួរតែផ្ដល់ឱកាសឲ្យប៊ុនធឿនបង្ហាញសមត្ថភាពនិងចំណេះវិជ្ជាជាជាងការផ្ដាច់ពាក្យដោយដាច់អហិង្ការត្រឹមតែខេងគេធ្លាក់ខ្លួនក្រមួយគ្រាវិបដិសារីដែលហួសពេលទៅហើយនៅចុងបញ្ចប់នៃរឿងយីនួនបានដឹងខ្លួនខុសថាមីងបានជាខុសគំនិតទៅហើយមីងមិនបាននឹកស្មានថាសេចក្តីស្នេហាមានកម្លាំងអ្វីម្លេះទេប៉ុន្តែការដឹងខ្លួននេះវាហួសពេលទៅហើយព្រោះផ្កាដែលស្រពោនបានរុះរោយបាត់ទៅហើយនេះគឺជាមេរៀនដ៏ជូរចត់សម្រាប់ចាស់ទុំគ្រប់រូបប្រិយមិត្តអ្នកស្ដាប់ជាទីគោរពតួអង្គយីនួនគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីផ្នែកមួយនៃសង្គមដែលយកទ្រព្យសម្បត្តិជាចិញ្ចីងសម្រាប់វាស់តម្លៃមនុស្សសេចក្តីស្រឡាញ់របស់ម្ដាយដែលខ្វះការយល់ចិត្តគឺប្រៀបដូចជាច្រវាក់ដែលឃុំឃាំងកូនឲ្យស្លាប់ក្នុងទ្រុងមាសតើបងប្អូនយល់យ៉ាងណាដែរចំពោះទង្វើយីនួនតើលោកអ្នកយល់ថាគាត់ធ្វើបែបនេះព្រោះតែស្រឡាញ់កូនខ្លាំងពេកឬក៏ព្រោះតែមហិច្ឆតាផ្ទាល់ខ្លួនសូម comment ពិភាក្សានៅខាងក្រោមវីដេអូនេះហើយកុំភ្លេចចុច Subscribe Channel វិភាគអក្សរសិល្ប៍ដោយខ្ញុំបាទដើម្បីរងចាំតាមដានភាគបញ្ចប់និងការវិភាគថ្មីៗទៀតសូមអរគុណសម្រាប់ការតាមដានសូមជម្រាបលា